តើមានលក្ខខណ្ឌអ្វីខ្លះដែលនាំឲ្យកើតមាននៅ metabolic syndrome គឺមាន5ចំណុចដែលនាំឲ្យកើតមាននៅ metabolic syndrome ប៉ុន្តែមុននឹងចូលដល់5ចំណុចយើងត្រូវដឹងថាតើ metabolic syndrome គឺជាអ្វីសិន metabolic syndrome គឺជាបណ្ដុំឬក៏ចង្កោមរោគសញ្ញានៃ metabolic វាគឺជាក្រុមនៃភាពខុសប្រក្រតីនៃ metabolic ជាច្រើនដែលកើតឡើងរួមគ្នាហើយបង្កើនទៅជាហានិភ័យអាចកើតជាហានិភ័យនៃជំងឺបេះដូងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ2ហានិភ័យនៃជំងឺខ្លាញ់រុំថ្លើមហានិភ័យនៃជំងឺតម្រងនោមនិងហានិភ័យដទៃផ្សេងទៀតឥឡូវយើងចូលដល់និយាយអំពីលក្ខខណ្ឌតើមានលក្ខខណ្ឌអ្វីខ្លះដែលនាំឲ្យកើតមាននៅ metabolic syndrome មាន5ចំណុចចំណុចទី1គឺសម្រាប់អ្នកដែលធាត់អ្នកដែលលើសគីឡូហើយអ្នកដែលបានន័យថាខ្លាញ់ញុកនៅក្នុងក្បាលពោះខ្លាំងដោយយើងយកម៉ែត្រវាស់ទំហំក្បាលពោះបើបុរសបានន័យថាធំជាងឬក៏ស្មើ90សង់ទីម៉ែត្រតែបើលើស្ត្រីវិញគឺធំជាងឬស្មើ80សង់ទីម៉ែត្រចំណុចទី1ចំណុចទី2ការកើនឡើង triglycerid នៅក្នុងឈាមខ្ពស់និងចំណុចទី2ចំណុចទី3គឺយើងវាស់សម្ពាធឈាមទៅឃើញស្មើឬក៏ធំជាង130លើ85ឡើងទៅចំណុចទី4យើងតេស្តមើលជាតិស្ករឃើញថាលើសស្ករនិងចំណុចទី4ចំណុចទី5ចុងក្រោយគឺយើងមើលទៅលើ HDL នៃ cholesterol បានន័យថាឃើញថាទាបជាងបើបុរស HDL គឺទាបជាង40បើស្ត្រីគឺទាបជាង50បានន័យថាការចុះទាបនៃ HDL របស់ cholesterol អញ្ចឹងបើសិនជាយើងរកឃើញ5ចំណុចឬក៏ក្នុងចំណោម5ចំណុចយើងរកឃើញមាន3ចំណុចហើយបានន័យថាវាចូលទៅក្នុង metabolic syndrome ហើយចំពោះ metabolic syndrome ហ្នឹងច្រើនកើតទៅលើមនុស្សអាយុចាស់មនុស្សដែលធាត់មនុស្សដែលមិនហាត់ប្រាណហើយចំពោះមនុស្សដែលពេញវ័យគឺកើតចន្លោះពី20ទៅ30%គឺជួបនៅក្នុងច្រើនជួបនៅក្នុងអ្នកជំងឺដែលមានទឹកនោមផ្អែមប្រភេទទី2អ្នកជំងឺដែលលើសសម្ពាធឈាមនិងអ្នកជំងឺដែលធាត់ហើយអ្នកជំងឺដែលផឹកស្រានេះអ្វីដែលយើងជួបប្រទះហើយច្រើនកើតមានជាញឹកញាប់ទៅលើក្រុមមនុស្សខាងលើនឹងឯងដែលបានរៀបរាប់មិនថាមនុស្សចាស់ឬក៏មិនថាមនុស្សដែលមានពេញវ័យនោះទេឲ្យតែធាត់ឲ្យតែមិនហាត់ប្រាណឲ្យតែផឹកស្រាហើយអ្នកជំងឺដែលមានទឹកនោមផ្អែមអ្នកជំងឺដែលលើសសម្ពាធឈាមហ្នឹងគឺតែងតែជួបញឹកញាប់នៅ metabolic syndrome នេះឯងហើយចំពោះមូលហេតុដែលនាំឲ្យមាននៅ metabolic syndrome គឺដោយសារតែមាននៅភាពធន់នៃអាំងស៊ូលីន
សំខាន់បំផុតដោយសារតែកោសិកាមិនឆ្លើយតបល្អចំពោះអាំងស៊ូលីនចំណុចទី1ចំណុចទី2ដោយសារតែមានខ្លាញ់ក្បាលពោះច្រើនខ្លាញ់កកញច្រើននៅក្នុងក្បាលពោះចំពោះកត្តាទី3ចំណុចទី3គឺមិនដែលហាត់ប្រាណចំណុចទី4គឺហូបអាហារមិនល្អបានន័យថាមានស្ករច្រើនពេកមានខ្លាញ់ច្រើនពេករួមទាំងតកតងជាមួយនឹងកត្តាសេនេទិកផងដែរបានន័យថាដំណពូជរបស់គាត់ឬកត្តាផ្សេងទៀតតេតិនទៅនឹងកត្តាអាយុអ្នកដែលគាត់ជក់បរិយអ្នកដែលគាត់ផឹកស្រាអ្នកដែល stress ច្រើនអ្នកដែលគេងមិនសូវលក់ឬគេងមិនគ្រប់គ្រាន់ឬក៏ជំងឺអរម៉ូនផ្សេងហើយចំពោះផលវិបាកនៃ metabolic syndrome គឺអាចនាំឲ្យកើតមាននៃជំងឺបេះដូងជំងឺទឹកនោមផ្អែមប្រភេទ2ជំងឺខ្លាញ់រួមថ្លើមជំងឺតម្រងនោមនិងដទៃផ្សេងទៀតដែលអាចកើតមានដូចជាការកើនឡើងអាស៊ីតអ៊ូរិកនៅក្នុងឈាមជាដើមដែលជាហេតុនាំឲ្យប៉ះទៅលើសន្លាក់ឆ្អឹងហើយជាដើមបាទនេះគឺសិតសឹងតែជាបញ្ហានិងមូលហេតុនិងកត្តាប្រឈមដែលកើតមានចំពោះមនុស្សមិនថាមនុស្សចាស់ឬក៏មនុស្សពេញវ័យទេហើយអ្វីដែលយើងត្រូវធ្វើត្រូវពន្យល់ទៅអ្នកជំងឺក្នុងពេលដែលមាន metabolic syndrome គឺឲ្យគាត់ផ្លាស់ប្ដូររបៀបរបបការរស់នៅនិងការហូបចុកបានន័យថាឲ្យគាត់សម្រកទម្ងន់ពី5ទៅ 10% នៃទម្ងន់សរុបរបស់ទម្ងន់ខ្លួនរបស់គាត់ម្នាក់ហ្នឹងហើយឲ្យគាត់បង្កើនទម្លាប់ហាត់ប្រាណមួយសប្តាហ៍ឲ្យបាន150នាទីឬក៏ស្មើ150នាទីឬក៏លើសពី150នាទីទៅតាមស្ថានភាពជំងឺរបស់គាត់មួយម្នាក់ហ្នឹងហើយយើងកំណត់របបអាហារដែលស្ដេចហ្នឹងអាហារដែលជួយសម្រកគីឡូអាហារដែលជួយដល់រក្សានៅសភាពឈាមឲ្យបានល្អកាត់បន្ថយស្ករកាត់បន្ថយបាយសកាត់បន្ថយជាតិខ្លាញ់កាត់បន្ថយអំបិលបន្ថែមបន្លែនិងផ្លែឈើដើម្បីជួយរាងកាយគាត់ឲ្យមានកម្លាំងពួកបន្លែផ្លែឈើវាមានទាំងវីតាមីនវាមានទាំងរ៉ែវាមានទាំងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលជួយទាំងសម្ពាធឈាមដែលជួយទាំងសម្រកទម្ងន់ហើយជាចុងក្រោយយើងអាចគ្រប់គ្រងសម្ពាធឈាមដោយផ្ដល់ជាថ្នាំទៅគាត់បើសិនជាគាត់លើសសម្ពាធឈាមបើសិនជាគាត់មានទឹកនោមផ្អែមទៀតយើងឲ្យថ្នាំដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាមហើយបើសិនជាគាត់លើសខ្លាញ់ទៀតយើងត្រូវផ្ដល់ថ្នាំដើម្បីបញ្ចុះខ្លាញ់ផងដែរខ្ញុំមានប៉ុណ្ណឹងដើម្បីចែកជូនដល់ពុកម៉ែបងប្អូនជាទុកជាចំណេះដឹងនិងដើម្បីយល់ដឹងក្នុងការរក្សាសុខភាពឲ្យបានល្អបើមានចំណុចខ្វះខាតខ្វះចន្លោះសូមមេត្តាខន្តីអភ័យទោសនិងជួយកែតម្រូវបំពេញបន្ថែមដល់ខ្ញុំបាទផងសូមអរគុណ